បាទសួស្តីបងប្អូននេះគឺជារោងចំចលនាក្រហមរបស់ខ្ញុំបងប្អូនសម្រាប់សត្វចលនាក្រហមនេះវាងាយចំទេតែវាស៊ីលាមកសត្វជាគោលជាពិសេសគឺលាមកគោលាមកក្របីបងប្អូនលាមកជ្រូកលាមកពពែអីក៏ដាក់បានដូចគ្នាគាត់ថាលាមកគោលាមកក្របីវាស្រួលដែរយើងស្រោចទឹកទៅវាសាមឡោវាទន់ដែរចលនាងាយស៊ីបងប្អូនសម្រាប់ការចំចលនាក្រហមនេះគឺយើងទាញយកផលប្រយោជន៍វាពីរគឺទី1សាច់របស់វាបងប្អូនសាច់ចលនាធ្វើជាចំណីសត្វចំយើងមានមាន់មានទាមានត្រីរឿងកែបនេះអានេះល្អណាស្បូរប្រូតេអ៊ីនខ្ពស់ដែរពិសេសទាកាប៉ាស៊ីទៅដុសរោមស្អាតទាកាប៉ាចូលចិត្តស៊ីហើយកែបបងប្អូនចំកែបអីអាចមានចលនាក្រហមនេះមកអាងទៅដោយចលនាក្រហមនេះវាយើងចំទៅយើងអត់ពិបាកក្នុងការថែទាំវាទេវាងាយចំគឺទី1យើងអត់ចំណាយទៅលើថ្លៃចំណីរបស់វាចំណីរបស់វាគឺលាមកគោបងប្អូនមានលាមកគោទៅយើងដាក់លាមកគោវាស៊ីទៅសម្រាប់ការចំចលនាក្រហមនេះការដែលយើងចំណាយគឺទី1បងប្អូនគ្រាន់តែចំណាយទិញពូជទេហើយមួយទៀតចំណាយដូចជាការធ្វើអាងធ្វើរោងតិចតួចចឹងទៅបើបងប្អូនចំធ្វើអាងចេះយើងចំណាយដើម្បីធ្វើអាងបងប្អូនអាចរៀបតឹង2បដោយ10ទៅនៅករណីបងប្អូនមានគោ5ក្បាលនេះតឹង2បដោយ10ទៅដើម្បីអីកាលយើងធ្វើអាងធំចេះគឺយើងអាចផលិតជីកប៉ុស្តិ៍បានច្រើនហើយយើងទាញយកជួយជីអាចចលេនដើម្បីយកទៅប្រើប្រាស់លើដំណាំផ្សេងហើយសម្រាប់សាច់ចលេនគឺជាចំណីដ៏ល្អសម្រាប់ទាកាប៉ាទេបងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ត្រូវការពូជអាចកំងខាងខ្ញុំបានតែខ្ញុំមានលក់ពូជចលេនក្រហមហើយនឹងប្រឹក្សាបច្ចេកទេសក្នុងការចំចលេនទីតាំងខ្ញុំនៅស្រុកកស្សាយខេត្តព្រៃវែងអរគុណច្រើនបង